កម្មវិធីអភិវឌ្ឍផ្នត់គំនិតសហគ្រិនសហការរៀបចំដោយមជ្ឈមណ្ឌលសិក្សាដើម្បីជោគជ័យមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC និងមណ្ឌលព័ត៌មានស្ត្រីកម្ពុជាចា៎នេះខ្ញុំចានីសូមជម្រាបសួរអ្នកកញ្ញាលោកស្រីប្រិមត្តដែលកំពុងស្ដាប់ការផ្សាយរបស់វិទ្យុស្ត្រី FM 102នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដែលផ្សាយចេញពីរាជធានីភ្នំពេញព្រមទាំងស្ថានីយ៍វិទ្យុផ្សាយបន្តចំនួន4ទៀតចា៎គឺ FM 104.25 នៅស្រុកបារាយណ៍ខេត្តកំពង់ធំ FM 92.25 នៅក្រុងស្វាយរៀងខេត្តស្វាយរៀង FM 99.75 នៅស្រុកមោរិស័យខេត្តបាត់ដំបងនិង FM 100ដែលស្ថិតនៅក្នុងក្រុងក្រចេះខេត្តក្រចេះជាទីគោរពពីចម្ងាយចា៎នឹងសូមជម្រាបសួរប្រិយមិត្តដែលស្ដាប់តាមគេហទំព័ររបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាគឺ www.wmc.org.kh ចា៎នេះគឺជាកម្មវិធីអភិវឌ្ឍផ្នែកគំនិតសហគ្រិនដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសានាមីជោគជ័យមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនដែលហៅកាត់ថា CJCC និងមណ្ឌលព័ត៌មានស្ត្រីកម្ពុជាចា៎បងប្អូនមកជួបប្រិយមិត្តស្ដាប់សារជាថ្មីដោយការសន្យាការពីសប្តាហ៍មុនចា៎ដែលកម្មវិធីនេះគឺមានផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 3:10 នាទីរហូតដល់ម៉ោង 4 រសៀលចា៎ហើយនៅរៀងរាល់ថ្ងៃសៅរ៍កាលពីសប្តាហ៍មុនប្រិយមិត្តស្ដាប់បានដឹងចាតទៅនឹងការចែករំលែកបទពិសោធន៍របស់និស្សិតនៅវិទ្យាស្ថានសានាមីជោគជ័យចាតទៅនឹងនិស្សិតហើយនឹងភាពជាសហគ្រិនចាហើយនៅក្នុងសប្តាហ៍នេះចាគឺនៅក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រិយមិត្តស្ដាប់នឹងបានជួបវាគ្មិនដែលអញ្ជើញពីមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនហៅកាត់ថា CJCC ចាហើយថ្ងៃនេះដែរកម្មវិធីយើងក៏មានប្រធានបទលើកយកមកពិភាក្សាជាមួយនឹងប្រិយមិត្តស្ដាប់ចាគឺរបៀបបដូរពីអាជីវកម្មគ្រួសារទៅជាសហគ្រាសចាឬក៏ក្រុមហ៊ុនចាកន្លងមកកម្មវិធីយើងតែងតែលើកយកប្រធានបទទាក់ទងទៅនឹងការធ្វើអាជីវកម្មហើយបញ្ហាមួយចំនួននឹងការរៀបចំដូចជាការគ្រប់គ្រងបុគ្គលិកឬក៏ការគ្រប់គ្រងផ្នែកផែនការហិរញ្ញវត្ថុឬក៏ការរៀបចំដើម្បីឲ្យខ្លាយទៅជាសហគ្រិនហើយនេះគឺជាប្រធានបទទី1ដែលយើងនិយាយទាក់ទងទៅនឹងរបៀបបដូរពីអាជីវកម្មគ្រួសារទៅជាសហគ្រាសឬក៏ក្រុមហ៊ុនដោយសារតែយើងមើលឃើញថានាពេលបច្ចុប្បន្ននេះគឺមានលក្ខណៈអាជីវកម្មលក្ខណៈបែបគ្រួសារជាច្រើនហើយក៏កំពុងតែឈានទៅដល់ចង់បង្កើតទៅជាក្រុមហ៊ុនឬក៏សហគ្រាសប៉ុន្តែអ្នកខ្លះពិបាកនៅក្នុងការស្វែងរកព័ត៌មានឬក៏មិនដឹងថាតើរបៀបនៅក្នុងការរៀបចំអាជីវកម្មជាលក្ខណៈគ្រួសារឲ្យទៅជាក្រុមហ៊ុនឬក៏អាជីវកម្មមិនដឹងថារៀបចំដោយរបៀបណាហើយត្រូវសិក្សាពីអ្វីមុននោះចាដូច្នេះហើយកម្មវិធីយើងក៏លើកយកប្រធានបទនេះមកពិភាក្សាចាហើយប្រធានបទនេះដែរប្រិយមិត្តស្ដាប់អាចចូលរួមពិភាក្សាជាមួយនឹងវាគ្មិនដែលកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយខណៈនេះបានតាមប្រព័ន្ធទូរស័ព្ទ015 222 012 995 និង097 ចាហើយយើងក៏មានវាគ្មិននៅក្នុងបន្ទប់ផ្សាយដែរក្រៅពីនេះខ្ញុំចានីជាអ្នកសម្របសម្រួលកម្មវិធីចាគឺលោកគ្រូកែវរស្មីដែលជាអ្នកចាត់ការទូទៅនៃក្រុមហ៊ុន Udaya Technology ចាលោកតែងតែអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះជាច្រើនដងមកហើយចានៅក្នុងកម្មវិធីអភិវឌ្ឍផ្នែកគំនិតសហគ្រិននៅក្នុងការចែករំលែកបទពិសោធន៍ចាឥឡូវនេះដល់លោកកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយនេះខ្ញុំសូមអនុញ្ញាតជួបជាមួយនឹងលោកគ្រូសិនចាសូមជម្រាបសួរលោកគ្រូចាបាទជម្រាបសួរកញ្ញាចាអរគុណដែលលោកគ្រូចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីនេះចាលោកគ្រូសុខសប្បាយធម្មតាទេបាទសុខសប្បាយធម្មតាចាហើយមិនមានយកការងារច្រើនទេលោកគ្រូមួយរយៈពេលនេះចាបាទធម្មតាការងារនៅតែធម្មតាចាអរគុណលោកគ្រូហើយជាដំបូងនេះខ្ញុំសូមទុកនីតិទៅលោកគ្រូចាលោកគ្រូជួយណែនាំឈ្មោះហើយនឹងតួនាទីដល់ប្រិយមិត្តស្ដាប់ម្ដងទៀតក្រែងលោកនេះខ្ញុំជម្រាបជូនទៅខុសឈ្មោះឬក៏តួនាទីចាសូមជម្រាបលោកគ្រូចាបាទអរគុណចានីខ្ញុំឈ្មោះកៅរស្មីខ្ញុំជាអ្នកចាត់ការទូទៅនៅក្រុមហ៊ុនUdaya Technology បាទហើយក្រុមហ៊ុន Udaya Technology គឺមានការងារជាពិសេសហ្នឹងគឺបង្កើតកម្មវិធី
computer សម្រាប់មន្ទីរពេទ្យនិងសហគ្រាសអាជីវកម្មផ្សេងៗបាទចាអរគុណលោកគ្រូចាហើយឥឡូវនេះសំណួរពីកម្មវិធីយើងតែម្ដងចានេះខ្ញុំសូមជូនសំណួរទី1តកតឹងទៅនឹងប្រធានបទគឺរបៀបបដូរពីអាជីវកម្មគ្រួសារទៅជាសហគ្រាសឬក៏ទៅជាក្រុមហ៊ុនចាលោកគ្រូតើយើងត្រូវធ្វើដូចម្ដេចដើម្បីកែប្រែមុខរបរពីលក្ខណៈគ្រួសារឲ្យទៅជាក្រុមហ៊ុនឬក៏សហគ្រាសនោះលោកគ្រូចាបាទដើម្បីឆ្លើយសំណួរហ្នឹងខ្ញុំសូមឆ្លងចំណុចទី1ទី2សិនគឺតើតើនឹងថាតើអ្មេចទៅដែលគេហៅថាអាជីវកម្មបែបគ្រួសារហើយយ៉ាងម៉េចទៅគេហៅថាអាជីវកម្មបែបសហគ្រាសឬក៏ក្រុមហ៊ុនបាទធម្មតាអាជីវកម្មបែបលក្ខណៈគ្រួសារនិងអាជីវកម្មរបស់ក្រុមហ៊ុនគឺមានគោលដៅរួមតែមួយទេតាមការពិតគឺធ្វើម៉េចរកបានប្រាក់ចំណូលច្រើនសម្រាប់ទ្រទ្រង់អាជីវកម្មក៏ប៉ុន្តែពីរនាក់ហ្នឹងគឺមានរបៀបពីមធ្យោបាយនៃការរកប្រាក់ចំណូលហ្នឹងគឺមានរបៀបនៃការគ្រប់គ្រងខុសគ្នាចា៎ដូចជាមុខរបរបែបគ្រួសារលក្ខណៈគ្រួសារគឺមានន័យថារចនាសម្ព័ន្ធគ្រប់គ្រងឬក៏ការផ្ដល់ព័ត៌មានពីផ្នែកមួយទៅផ្នែកមួយឬក៏ពីចំណុចមួយទៅចំណុចមួយហ្នឹងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ហ្នឹងគឺតាមរយៈសាច់ញាតិតាមរយៈពុកម្ដាយតាមរយៈបងប្អូនអីចឹងទៅបាទហើយយើងឃើញថាជាលក្ខណៈគ្រួសារហ្នឹងគឺប្រសិទ្ធភាពការងារហ្នឹងគឺវាអាស្រ័យទៅលើអារម្មណ៍របស់បុគ្គលម្នាក់ហ្នឹងបាទបងឯងហ្នឹងថាគាត់មានអារម្មណ៍ល្អពុកឬក៏ម្ដាយមានអារម្មណ៍ល្អឬកូនមានអារម្មណ៍ល្អហ្នឹងទៅប្រសិទ្ធភាពការងារក៏វាប្រសើរទៅតាមហ្នឹងដែរបាទនេះយើងឃើញលក្ខណៈគ្រួសារក៏ប៉ុន្តែបើក្នុងជាលក្ខណៈសហគ្រាសឬក៏ក្រុមហ៊ុនវិញយើងឃើញថាប្រសិទ្ធភាពរបស់វាហ្នឹងគឺជាទិដ្ឋាការគឺគេអាចថែរក្សាបានជាថិតថេរជាទៀងទាត់ដោយសារតែនៅក្នុងក្រុមហ៊ុនសហគ្រាសមានការបែងចែកការទទួលខុសត្រូវនិងការឆ្លើយតបទៅនឹងបញ្ហាឬក៏ការផ្ដល់ព័ត៌មានអីហ្នឹងគឺវាមានរបៀបរបបរបស់គេដែលមិនប្រើការភាសាអារម្មណ៍អីដើម្បីធ្វើការងារទេភាគច្រើនគឺយើងប្រើបទបញ្ជាយើងប្រើការទទួលខុសត្រូវតាមផ្នែកនីមួយៗដោយនយោជកហ្នឹងគឺត្រូវតែធ្វើត្រូវតែគោរពទាំងអស់គ្នាដោយមិនអាចថាថ្ងៃហ្នឹងអារម្មណ៍អត់ល្អឬក៏យ៉ាងម៉េចឆ្លើយរបៀបមិនល្អទៅដាក់ភ្ញៀវនោះទេដូចជាលក្ខណៈគ្រួសារទេបាទចាអញ្ចឹងត្រឡប់ទៅសំណួររបស់ចាន់នេះវិញសួរខ្ញុំបានសួរមុនហ្នឹងថាតើយើងគួរធ្វើម៉េចខ្លះដើម្បីកែប្រែហ្នឹងគឺថាជាធម្មតាបើសិនជាយើងស្ថិតនៅក្នុងអាជីវកម្មបែបលក្ខណៈគ្រួសារហ្នឹងគឺថាយើងពិបាកក្នុងការមិនមែនថាទៅមិនកើតតែគាត់ថាយើងពិបាកនៅក្នុងការរកអ្នកវិនិយោគក្នុងការពង្រីកទីផ្សារដោយសារចំនួនបងប្អូនយើងក៏មានកម្រិតដែរដោយសារធនធានរបស់យើងក៏មានកម្រិតដែរពីព្រោះកាលណាយើងនៅតែជាលក្ខណៈគ្រួសារប៉ុន្តែថាយើងនៅតែប្រើប្រាស់ឬក៏រកជំនួយពីសមាជិកគ្រួសាររកពីក្មួយបងប្អូនអីចឹងទៅបាទអញ្ចឹងបើសិននៅក្នុងករណីយើងចង់ពង្រីកអាជីវកម្មឲ្យមានភាពទូលំទូលាយហើយមានលក្ខណៈជាប្រព័ន្ធគឺថាវាហាក់ដូចជាមានភាពលំបាកបន្តិចបន្តួចនៅក្នុងការធ្វើការងារហ្នឹងបាទបន្តមកទៀតយើងឃើញថាបើសិនជាយើងទៅជាលក្ខណៈគ្រួសារអញ្ចឹងការរកអ្នកវិនិយោគបន្ថែមដើម្បីពង្រីកអាជីវកម្មក៏លំបាកដែរពីព្រោះដោយសារតែលក្ខណៈគ្រួសារភាគច្រើនអាជីវកម្មអត់សូវមានបញ្ជីស្នាមត្រឹមត្រូវទេភាគច្រើនយើងកត់ដៃឬក៏យើងគាត់ថាយើងអាចថាយើងទុកចិត្តគ្នាដោយសារយើងជាសមាជិកគ្រួសារតែមួយយើងទុកចិត្តគ្នាភាគច្រើនយើងអាចថាអើបានតែមាត់ក៏បានដែរអញ្ចឹងទៅធ្វើឲ្យការដែលរកអ្នកវិនិយោគមកពីក្រៅបន្ថែមដើម្បីពង្រីកអាជីវកម្មហ្នឹងវាមានភាពលំបាកបាទដោយសារតែអ្នកផ្សេងជួនកាលគេអត់ទុកចិត្តយើងដែរបាទអានេះគឺជាបញ្ហាអញ្ចឹងគេសួរថាតើយើងត្រូវធ្វើមិនដើម្បីឲ្យយ៉ាងនេះគឺយើងគួរតែរៀបចំបន្តិចម្ដងផ្លាស់ប្ដូរនឹងធ្វើជាផែនការអាជីវកម្មហ្នឹងឬ business plan ហ្នឹងគឺថាយើងធ្វើផែនការអាជីវកម្មយើងរកជំនួយពីស្ថាប័នដែលគេមានជំនាញខាងគ្រោះយោបល់ឬក៏មិត្តភ័ក្តិបងប្អូនណាដែលគាត់មានបទពិសោធន៍នៅក្នុងការបង្កើតអាជីវកម្មឬក្នុងការទៅសេផែនការអាជីវកម្មហ្នឹងយើងអាចរកគេមកជួយទៅគឺយើងអាចផ្លាស់ប្ដូរពីលក្ខណៈគ្រួសារទៅជាបែបក្រុមហ៊ុនហើយចា
នេះគឺជាយោបល់របស់ខ្ញុំផ្ទាល់បាទចាអរគុណអញ្ចឹងតើតើទៅនឹងការដែលរៀបចំនោះគឺការធ្វើផែនការអាជីវកម្មឬក៏បើសិនជាយើងខ្វះនៅជំនាញអញ្ចឹងយើងត្រូវរកស្ថាប័នណាដែលគេបណ្ដុំបណ្ដាលតើតើទៅនឹងផ្នែកអាជីវកម្មឬក៏ការប្រឹក្សាយោបល់ជាដើមបាទចាអរគុណលោកគ្រូហើយមុននេះលោកគ្រូក៏បានឲ្យជាមតិយោបល់ឬក៏ទស្សនៈរបស់លោកគ្រូដែរតើតើទៅនឹងការធ្វើផែនតើតើទៅនឹងអាជីវកម្មគ្រួសារហើយនឹងក្រុមហ៊ុនចាតើវាមានភាពខុសគ្នារបៀបម៉េចចាលោកគ្រូបានរៀបរាប់ខ្លះហើយតើតើទៅនឹងរចនាសម្ព័ន្ធឬក៏ការគ្រប់គ្រងហើយបញ្ហានៅក្នុងគ្រួសារដូចជាអាជីវកម្មដូចមិនសូវពេលយើងនិយាយណាអត់សូវប៉ះពាល់ដល់អ្នកដទៃខ្លាំងហើយមានសម្ពាធតែអ្នកនៅក្នុងក្រុមគ្រួសារក៏ប៉ុន្តែយើងនិយាយតើទៅនឹងបែបក្រុមហ៊ុនឬក៏សហគ្រាសវិញគឺយើងត្រូវមានបុគ្គលិកជាច្រើនអញ្ចឹងទាំងការគ្រប់គ្រងឬក៏ប្រើប្រាស់ពាក្យសម្ដីហ្នឹងគឺមានភាពខុសគ្នាបាទចាអរគុណលោកគ្រូហើយជាបន្តទៅទៀតនេះខ្ញុំសូមឲ្យលោកគ្រូជួយបន្ថែមបន្តិចទៀតតើតើទៅនឹងពាក្យដែលគេហៅថារចនាសម្ព័ន្ធឬក៏សន្តានអាជីវកម្មលក្ខណៈគ្រួសារលោកគ្រូមានអ្វីចង់បន្ថែមទៅលើចំណុចទាំងអស់នេះទេចាបាទចំពោះរចនាសម្ព័ន្ធឬក៏សន្តានអាជីវកម្មបែបលក្ខណៈគ្រួសារហ្នឹងគឺវាមានកត្តាមួយចំនួនដែលវាកំណត់នៅទំហំអាជីវកម្មហ្នឹងទៅបាទដូចខ្ញុំជម្រាបពីមុនអញ្ចឹងថាឧទាហរណ៍ដូចជាទី1ដូចជាឧទាហរណ៍ថាយើងមានអាជីវកម្មមួយដែលកំពុងតែដើរល្អអញ្ចឹងទៅដែលយើងក្នុងគ្រួសារនោះមានកូនតែ3នាក់ហើយឪពុកម្ដាយទៀតទាំងអស់មានតែ5នាក់ទេអញ្ចឹងនៅពេលដែលគាត់ប្រកបអាជីវកម្មទៅគាត់រីកចម្រើនមែនតើអញ្ចឹងចំនួនអតិថិជនវាច្រើនទៅធ្វើឲ្យការគ្រប់គ្រងរបស់មនុស្ស5នាក់ហ្នឹងគឺវាអត់បាទវាអត់សមាមាត្រនឹងទំហំការងារដែលកំពុងតែកើតឡើងដល់អញ្ចឹងវាធ្វើឲ្យគុណភាពក្នុងការឆ្លើយតបក្នុងការដោះស្រាយទៅដល់បញ្ហាអតិថិជនហ្នឹងគឺវាមានកម្រិតហើយវានាំឲ្យមានបញ្ហាដែរបាទមួយទៀតហ្នឹងគឺដូចខ្ញុំមុនហ្នឹងសក្តាស្នាមដោយសារតែយើងជាលក្ខណៈគ្រួសារយើងអត់តំបង្កើតប្រព័ន្ធឲ្យកើតទេភាគច្រើនដែលយើងអាំងតកូនអាំងតពុកអាំងតម្ដាយអញ្ចឹងទៅទុកចិត្តគ្នាគ្រាន់តែសេប្រាប់ថាមីងនេះជាពាក់ប្រព័ន្ធហ្នឹងទៅមីងនោះជាពាក់500អញ្ចឹងសិនទៅហើយថ្ងៃនេះគេយកមកសង300ចេះតែអាចគ្រាន់តែប្រាប់គ្នាអញ្ចឹងទៅបាទដល់ពេលអញ្ចឹងបញ្ហាហ្នឹងវាជួនកាលវាអាចធ្វើឲ្យមានការយល់ច្រឡំវាអាចធ្វើឲ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុតកតងនឹងចរន្តសាច់ប្រាក់តកតងនឹងការគ្រប់គ្រងបំណុលអាហ្នឹងគឺជាកត្តាមួយដែលធ្វើឲ្យបញ្ហាដល់អាជីវកម្មដែរពីព្រោះកាលណាតែគេសងលុយយើងហើយគេសងទៅកូនហើយម៉ាក់អត់ដឹងឬក៏ឪពុកអត់ដឹងទៅទាគេទៀតអញ្ចឹងទៅវាជាបញ្ហាមួយបើសិនតែគេភ្ញៀវគេចិត្តល្អគេយកចូលវាមិនអីតែបើសិនតែគេប្រកាន់គេគិតថាយើងចង់បានម្ដងហើយម្ដងទៀតចាអាចថាបាត់បង់អតិថិជនក៏អាចថាបានដែរចាហើយកត្តាផ្សេងទៀតដែរតើតើក្នុងការប្រកួតប្រជែងដោយសារតែដូចចិននេះលើកមកមិញហ្នឹងថាយើងអាងតែគ្រួសារយើងភាសាយើងរៀងមិនសូវជាពីរោះអញ្ចឹងណាអាងថាគ្នាយើងអញ្ចឹងទៅដល់អញ្ចឹងទម្លាប់ហ្នឹងវាប៉ះពាល់ដល់ភ្ញៀវដែរដល់ពេលអញ្ចឹងធ្វើឲ្យការប្រកួតប្រជែងជាមួយនឹងអ្នកដែលគេរកអាជីវកម្មបែបអាជីពហ្នឹងបែបជាលក្ខណៈសហគ្រាសឬក្រុមហ៊ុនហ្នឹងគាត់មានស្តង់ដាររបស់គាត់មានកម្រិតនៅក្នុងការនិយាយស្ដីគាត់បានកំណត់នៅភាពច្បាស់លាស់ក្នុងការឆ្លើយតបអីចឹងដែលយើងអត់បានកំណត់ហ្នឹងម្ដាយនិយាយព្រោះដល់ពេលកូននិយាយយើងកម្រោះកម្រើអញ្ចឹងទៅវាធ្វើឲ្យមានបញ្ហាបាទអញ្ចឹងការប្រកួតប្រជែងហ្នឹងវាធ្វើឲ្យយើងអាចចាញ់គេអាចចាញ់ក្រុមហ៊ុនបាទអាចចាញ់ក្រុមហ៊ុនដោយសារតែក្រុមហ៊ុនគេមានភាពម៉ត់ចត់ជាងនៅកន្លែងហ្នឹងបាទចាអរគុណលោកគ្រូចាស់ប្រិយមិត្តស្ដាប់ជាទីមេត្រីលោកអ្នកកំពុងស្ដាប់កម្មវិធីអភិវឌ្ឍផ្នែកកំណត់សហគ្រិនដែលប្រធានបទថ្ងៃនេះយើងលើកតទៅនឹងរបៀបបដូរពីអាជីវកម្មគ្រួសារទៅជាសហគ្រាសឬក៏ក្រុមហ៊ុនចាស់ដែលវិក្កាមដែលកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយខណៈនេះគឺលោកគ្រូកែវរស្មីដែលជាអ្នកចាត់ការទូទៅនៃក្រុមហ៊ុន Judaya Technology ដូច្នេះបើសិនជាប្រិយមិត្តស្ដាប់មានជាសំណួរមតិយោបល់ឬក៏លោកអ្នកចង់ចែករំលែកបទពិសោធន៍ចាស់ក្នុងការធ្វើអាជីវកម្មឬក៏មានបញ្ហានៅក្នុងការប្រកបនៅអាជីវកម្មចាទាំងຂະຫນາດតូចឬក៏ຂະຫນາດមធ្យមចាគឺអាចចូលរួមបានតាមប្រព័ន្ធទូរស័ព្ទ3ប្រព័ន្ធ015 222 102 012 999 014 និង097 85 85 102ចានេះខ្ញុំសូមជូនសំណួរលោកគ្រូបន្តទៅទៀតមុននេះលោកគ្រូបានលើកយកនៅបញ្ហាប្រឈមមួយចំនួនរបស់ម្ចាស់អាជីវកម្មក្នុងលក្ខណៈគ្រួសារចាចំពោះការកែប្រែក្នុងការដែលចង់ខ្លាយទៅជាអាជីវកម្មបែបជាការបង្កើតក្រុមហ៊ុនឬក៏សហគ្រាសនោះថាតើវាមានបញ្ហាប្រឈមអ្វីខ្លះដែរលោកគ្រូចា
បាទជាធម្មតានៅក្នុងទ្រឹស្ដីគេតែងតែនិយាយជារួមមកថាការផ្លាស់ប្ដូរប្រព័ន្ធការងារវាជារឿងមួយងាយស្រួលទេប៉ុន្តែការផ្លាស់ប្ដូរទម្លាប់ការងាររបស់មនុស្សវាជាបញ្ហាលំបាកបាទចា៎អញ្ចឹងចំណុចនេះខ្ញុំចង់លើកចំណុចនេះចង់បន្ថែមថាធម្មតាដូចថាយើងធ្លាប់តែជាលក្ខណៈគ្រួសារយើងដែលថាមិនសូវជាបានកត់ត្រាឲ្យទៅដល់ពេលយើងទៅជាលក្ខណៈអាជីវកម្មយើងទាមមានការកត់ត្រាមានការគោរពដែនអំណាចឬក៏ដែនទទួលខុសត្រូវរបស់បុគ្គលរបស់ផ្នែកណាមួយដែលតែពីមុនធ្លាប់តែមានបញ្ហាអញ្ចឹងឪពុកគាត់អ្នកអាកាត់ថានេះត្រូវនេះខុសឥឡូវចេញចេះដោះស្រាយចុះទៅតែដល់ពេលយើងទៅជាលក្ខក្រុមហ៊ុនគឺថាយើងត្រូវមានផ្នែករចនាសម្ព័ន្ធនៃការទទួលខុសត្រូវអញ្ចឹងអានឹងជាកត្តាប្រឈមមួយសំខាន់នៅពេលដែលយើងកំពុងតែផ្លាស់ប្ដូរប្រព័ន្ធពីដែលយើងធ្លាប់ធ្វើការបែបមនោសញ្ចេតនាបែបអារម្មណ៍ហ្នឹងទៅជាការធ្វើការបែបទទួលខុសត្រូវគោរពផ្នែកគោរពដតីគោរពបុគ្គលដតីដែលនៅជិតយើងហើយនឹងបដូរពាក្យសម្ដីហើយនឹងរបៀបធ្វើការមួយចំនួនដែលវាជាកត្តាមួយដែលអាចកថាវាអាចមានបញ្ហាតិចតួចដែរចំពោះម្ចាស់អាជីវកម្មតែនេះបាទក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើសិនជាការផ្លាស់ប្ដូរពីគ្រួសារទៅជាអាជីវកម្មសហគ្រាសហ្នឹងមានការរៀបចំគិតគូរដោយបានចូលរួមពីម្ចាស់អាជីវកម្មលក្ខណៈគ្រួសារដំបូងហ្នឹងបានហ្នឹងបើថាគាត់ចាប់ដើមពីដំបូងមកជាមួយគេជាមួយឯងមិនថាក្នុងការធ្វើគម្រោងផែនការក្នុងការឲ្យយោបល់អីហ្នឹងប្រហែលជាការផ្លាស់ប្ដូរមិនលំបាកទេប៉ុន្តែបើសិនជាគាត់អត់បានចូលរួមទេហើយផែនការអាជីវកម្មហ្នឹងបង្កើតដោយអ្នកដទៃដែលគេអត់ដែលដឹងពីសាច់រឿងហ្នឹងហើយយកមកឲ្យគាត់អនុវត្តប្រហែលជាអាចមានបញ្ហាច្រើនបាទអរគុណអញ្ចឹងតើតើទៅនឹងបញ្ហាប្រឈមដែលលោកគ្រូបានមានប្រសាសន៍បាញ់មិញសម្រាប់ក្រុមហ៊ុនគឺការទទួលខុសត្រូវឬក៏ការធ្វើផែនការអាជីវកម្មនៅក្នុងក្រុមហ៊ុនឬក៏សហគ្រាសចាអរគុណលោកគ្រូចាស់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនេះខ្ញុំសូមអនុញ្ញាតពេលវេលាបន្តិចដើម្បីជំរាបជូនព័ត៌មានជូនដល់ប្រិយមិត្តអ្នកស្ដាប់ទៅនឹងកម្មវិធីសិក្សាមួយចំនួននៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យចាដោយប្រិយមិត្តអ្នកស្ដាប់បានជ្រាបកន្លងមកហើយនៅក្នុងកម្មវិធីអភិវឌ្ឍផ្នែកគំនិតសហគ្រិនគឺព័ត៌មានពីវិទ្យាស្ថានសិក្សាដើម្បីជោគជ័យគឺយើងមានការបណ្ដុះបណ្ដាលផ្នែកបរិញ្ញាបត្រគឺអក្សរសាស្ត្រអង់គ្លេសហើយនិងការគ្រប់គ្រងពាណិជ្ជកម្មចាហើយក្រៅពីនោះគឺយើងមានវគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនគឺមានអក្សរសាស្ត្រអង់គ្លេសឬក៏ភាសាចិនអន្តរជាតិហើយនិងជំនាញកុំព្យូទ័រចាហើយបើសិនជាលោកអ្នកចាប់អារម្មណ៍គឺអាចតាក់ទងទៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់នឹងរបងវិទ្យាល័យបាក់ទុកចាឬក៏លោកអ្នកអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទ016 500 990 10 917 ចាលើពីនេះទៅទៀតនៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យយើងក៏មានបើកវគ្គបណ្ដុះបណ្ដាលខ្លីៗមួយចំនួនចាគឺមាននឹងជំនាញsoft skill ឬក៏ជំនាញមួយទៀតគឺតើតឹងទៅនឹងការ work burn ជំនាញធ្វើការងារចានេះគឺជាវគ្គខ្លីៗនៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យហើយយើងក៏មានការប្រឹក្សាយោបល់តើតឹងទៅនឹងបញ្ហាការសិក្សាចាធ្វើម៉េចឲ្យរៀនពូកែឬក៏ការរៀនភាសាអង់គ្លេសចាបានពូកែផងដែរចាដូច្នេះរាល់ព័ត៌មានបន្ថែមគឺអាចតើតឹងទៅកាន់អាសយដ្ឋានដែលនេះខ្ញុំបានជំរាបជូនមុននេះចាហើយសូមបញ្ជាក់ជាថ្មីម្ដងទៀតទីតាំងគឺស្ថិតនៅខាងត្បូងជាប់នឹងរបងវិទ្យាល័យបាក់ទុកចានេះខ្ញុំសូមអនុញ្ញាតសម្រាប់ចាមិននឹងថាសម្រាប់ឥឡូវដោយសារតែមានប្រិយមិត្តរងចាំចាសូមទទួលប្រិយមិត្តខាង015មួយរូបសិនចាសូមជំរាបសួរខាង015ឥឡូវជំរាបសួរបងចាអរគុណទូរស័ព្ទពីខាងណាឈ្មោះដែរខ្ញុំប៊ុនធីមបងពីខេត្តកណ្ដាលប៊ុនធីមខេត្តកណ្ដាលចាមុននេះសម្រាប់ហើយហ្នឹងមិញតែពេលប៊ុនធីមទូរស័ព្ទមកចាអរគុណដែលបានចូលរួមហើយសុខទុក្ខយ៉ាងណាដែរប៊ុនធីមបាទសុខសប្បាយធម្មតាបងចុះបងចាបងសុខសប្បាយហើយសូមជំរាបសួរលោកគ្រូវាគ្មិនផងបាទជំរាបសួរលោកចាប៊ុនធីមបានស្ដាប់កម្មវិធីយើងពីដើមមកអត់ស្ដាប់រៀងចូលរៀងយូរដែរដោយសារជាប់ដៃរវល់តិចបងចាឥឡូវនេះប៊ុនធីមមានជាមតិយោបល់ឬក៏មានជាសំណួរសំជិញណាខ្ញុំមានមតិបន្តិចសិនដោយសារកន្លងមកខ្ញុំបើដោយសារខ្ញុំផ្ទាល់ធ្លាប់ធ្វើការនៅកន្លែងក្រុមហ៊ុនដែលគាត់ធ្វើជាលក្ខណៈគ្រួសារអញ្ចឹងការគ្រប់គ្រងរបស់គាត់អត់សូវនិយាយទៅដល់ថាសូវមានច្បាប់ធំត្រូវអញ្ចឹងណាគាត់ការងារអីគឺគាត់សម្រាប់តែគាត់ថែម្ដងចេះម្ដងចោះអីអញ្ចឹងណាអញ្ចឹងធ្វើឲ្យបុគ្គលិកហ្នឹងតែមិនមែនជាក្រុមគ្រួសារគាត់នោះពិបាកក្នុងការសម្របខ្លួនអីអញ្ចឹងហើយទាំងលោកវិក្កាមក៏មានប្រសាសន៍អញ្ចឹងថាការប្រើប្រាស់អាកប្បកិរិយាពាក្យសម្ដីអីអញ្ចឹង
ពេលខ្លះពិបាកទទួលយកអញ្ចឹងបងហើយបាត់សំណួរខ្ញុំចង់ដឹងថាចេះឧទាហរណ៍ថាប្រសិនបើខ្ញុំនឹងជាកូនរបស់ម្ចាស់អាជីវកម្មលក្ខណៈគ្រួសារហ្នឹងអញ្ចឹងខ្ញុំចង់ធ្វើការផ្លាស់ប្ដូរពីអាជីវកម្មគ្រួសារហ្នឹងទៅជាសហគ្រាសអីមួយផ្សេងទៅដូចលោកវិគុណក៏មានប្រសាសន៍អញ្ចឹងណាប៉ុន្តែខាងអ្នកគ្រប់គ្រងដូចថាប៉ាម៉ាក់ឬក៏ក្រុមហ៊ុនហ្នឹងជាបោះពូបោះមីងអញ្ចឹងគាត់មិនសូវចង់ដែរដោយសារជាក្រុមហ៊ុនមួយគឺត្រូវការមានលក្ខខណ្ឌមានអីច្រើនផ្នែកគ្រប់គ្រងទទួលខុសត្រូវផ្សេងគ្នាបើគាត់ជាគ្រួសារណាអ្នកច្រើនហើយទៅពេលអញ្ចឹងការងារវាច្បោកច្បល់អញ្ចឹងហើយណាមួយការចំណាយក៏វាច្រើនខុសពីយើងលក្ខណៈគ្រួសារដែរអញ្ចឹងណាតែយើងមានវិធីសាស្ត្រមិនទៅដើម្បីជួយបញ្យល់ណែនាំគាត់ឲ្យសម្រាប់ជំរុញឲ្យគាត់ព្រមទទួលការណែនាំពីយើងថាបើសិនជាគាត់កែប្រែពីលក្ខណៈគ្រួសារទៅជាលក្ខណៈសហគ្រាសអីធំអីមានច្បាប់អីត្រឹមត្រូវហ្នឹងគាត់ទទួលបានផលប្រយោជន៍ពីការប្រែប្រួលហ្នឹងណាបងចាមានសំណួរតែប៉ុណ្្នឹងទេណាខ្ញុំមានតែប៉ុណ្្នឹងឯងបងអរគុណជម្រាបលាចាតាមយោបល់របស់បុនធីមុននេះមានអ្នកមនុស្សមួយចំនួនចាំម្ចាស់ជីវកម្មមួយចំនួនអត់ចង់ខ្លាយឬក៏ការវិវត្តដើម្បីឲ្យទៅជាក្រុមហ៊ុនឬក៏សហគ្រាសទេដោយសារតែការទទួលខុសត្រូវចាជាបញ្ហាធំដែលគាត់មើលឃើញមិនចង់ខ្លាយទៅជាក្រុមហ៊ុនឬក៏អាជីវកម្មដែលជាលក្ខណៈសហគ្រាសនោះទេគឺចង់ទៅជាលក្ខណៈគ្រួសារចាតាមយោបល់របស់បុនធីមក៏ដូចជាសំណួរដែលបុនធីមបានលើកឡើងបាញ់មិញនេះលោកគ្រូមានការឆ្លើយតបយ៉ាងម៉េចដែរសូមអញ្ជើញចាបាទអរគុណលោកសូមអាចារ្យសំណួរហើយនឹងកញ្ញាចាន់នេះបាទខ្ញុំបើតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងខ្ញុំគិតថាវាមិនមែនជារឿងងាយស្រួលទេក្នុងការផ្លាស់ប្ដូរគំនិតគាត់ដែលជាម្ចាស់អាជីវកម្មពីព្រោះដោយសារអញ្ចឹងយើងគិតមើលថាការដែលគាត់រកស៊ីឬក៏ប្រកបអាជីវកម្មបែបហ្នឹងគាត់អាចមានលុយច្រើនបាទអ្នកខ្លះច្រើនមែនទែនហ្មងអាចដល់រាប់លានដុល្លារអាជីវកម្មគាត់ទៅបើតែជាលក្ខណៈគ្រួសារមែនក៏ប៉ុន្តែអាជីវកម្មហ្នឹងមានតម្លៃរាប់លានអញ្ចឹងនៅក្នុងផ្នត់គំនិតរបស់គាត់មួយចំនួនធំហ្នឹងគាត់តែងតែគិតថាដូចជាអត់ចាំបាច់មានអីផ្លាស់ប្ដូរទេហើយគាត់នៅមានគេហៅថា self esteem ការជឿជាក់លើខ្លួនឯងថាមិនចាំបាច់អញ្ចឹងទេទោះបីជាយើងមិនបដូរក៏នៅតែអាជីវកម្មនឹងបានលុយចា៎ហើយចំណូលនៅតែជាទៀងទាត់បាទអញ្ចឹងចំណុចហ្នឹងដើម្បីអាចបដូរគាត់បានលុះត្រាតែយើងហ្នឹងគេថា overcome នេះធ្វើឲ្យគាត់យល់អំពីស្ថានភាពនៃការវិវត្តរបស់សង្គមហើយនឹងអត្ថប្រយោជន៍នៃការផ្លាស់ប្ដូរអាជីវកម្មពីលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនបាទព្រោះយល់ធ្វើម៉េចឲ្យគាត់យល់បើសិនជាគាត់យល់ហើយពីព្រោះបើចំពោះជួនកាលយើងខ្លួនយើងក៏ប្រហែលជាពិបាកទុកចិត្តដែរដែលធ្លាប់តែយើងដំណើរការអាជីវកម្មដោយខ្លួនឯងបន្តទៀតយើងបានផ្ទេរអាជីវកម្មហ្នឹងទៅឲ្យអ្នកផ្សេងដែលដោយគាត់មានប្រសាសន៍មកអញ្ចឹងថាគាត់ធ្លាប់សម្រេចឲ្យខ្លួនឯងដល់ពេលទៅជាក្រុមហ៊ុនគាត់ជាដូចជាអំណាចរបស់គាត់មានកម្រិតហើយការធ្វើអីមួយដូចជាគាត់មិនមែនជាម្ចាស់លុយអញ្ចឹងគាត់ត្រូវសួរយោបល់អីច្រើនគាត់ត្រូវមានតាក់ទិកឬក៏តិចនិចប្រជុំអីច្រើនដែលជានិច្ចការគាត់អត់ដែរធ្វើសោះការងារអស់ហ្នឹងអញ្ចឹងចំណុចទាំងអស់ហ្នឹងយើងត្រូវព្យាយាមមានតែមធ្យោបាយមួយគឺបញ្យល់គាត់ឲ្យយល់ថាកាលណាយើងទៅជាសហគ្រាសវាមានប្រយោជន៍អីហើយហេតុអីបានចាំបាច់ទៅសហគ្រាសចា៎បាទពីព្រោះពេលខ្លះបើសិនជាគាត់នៅតែបន្តជាលក្ខណៈក្រុមហ៊ុនអញ្ចឹងលក្ខណៈគ្រួសារអញ្ចឹងវាពិបាកថងថាពេលដែលគាត់ទៅធនាគារជាបញ្ហាមួយបាទពេលដែលគាត់ជាលក្ខណៈគ្រួសារការដែលយើងអាជីវកម្មយើងជាលក្ខណៈគ្រួសារទៅធនាគារកម្ចីក៏មានកម្រិតដែរបាទទី1ទី2អ្វីដែលគាត់មិនអាចប្រកែកកើតហ្នឹងគឺការចូលសមាហរណកម្មអាស៊ានដែលគេនឹងទៅមុខហ្នឹងគឺយើងនឹងត្រូវទៅទោះបីជាយើងមិនចង់ការវិវត្តរបស់ពិភពលោកវាត្រូវទៅមុខទៀតអញ្ចឹងដល់ពេលយើងចូលសមាហរណកម្មអាស៊ានទៅបានន័យថាមានអាជីវករគេផ្សេងទៀតនៅស្រុកគេហ្នឹងដែលគេនឹងអាចចូលមករកប្រកបអាជីវកម្មឬក៏ទំនិញរបស់គេហ្នឹងគឺមកប្រកួតប្រជែងជាមួយនឹងទំនិញរបស់គាត់ឬក៏សេវាកម្មរបស់គាត់អញ្ចឹងនៅពេលនោះវាជាបញ្ហាដែល
គាត់នឹងប្រហែលជាពិបាកក្នុងការរក្សាប្រាក់ចំណូលឲ្យទៀងទាត់ដូចជាសប្តាហ៍ថ្ងៃដែលកំពុងតែទីផ្សារនៅមានភាពតូចចង្អៀតបាទពីព្រោះនៅពេលដែលយើងចូលសមាហរណកម្មជាមួយអាស៊ានទៅទីផ្សារហ្នឹងគឺវាធំការប្រកួតប្រជែងក៏មានភាពយើងអាចគិតថាវាមានភាពស្រួចស្រាវពេលហ្នឹងគឺដោយសារតែមានអ្នកចេះមានអ្នកមានចំណេះមានជំនាញនិងមានបទពិសោធន៍មកពីស្រុកគេផ្សេងទៀតហ្នឹងគេនឹងអាចប្រកួតមួយគាត់ដល់ពេលអញ្ចឹងទៅគាត់ដោយសារតែគាត់ស្ថិតនៅក្នុងស្ថានភាពជាលក្ខណៈគ្រួសារចាអញ្ចឹងគេហៅថាកាត់ទឹកមិនដាច់កាត់សាច់មិនមុតហ្នឹងមិនដឹងจะដេញអ្នកណាចោលអ្នកណាដល់ពេលស្ថានភាពហ្នឹងគឺលំបាកហើយបាទចាអញ្ចឹងនេះគឺជាយោបល់ខ្ញុំមានប៉ុណ្ណឹងចាអរគុណលោកគ្រូចាអ្វីដែលលោកគ្រូបានសង្កត់ធ្ងន់ទៅលើចំណុចដែលបុនធីមបានសួរហ្នឹងគឺការពន្យល់ឲ្យគាត់យល់ពីអត្ថប្រយោជន៍ក្រុមហ៊ុនឬក៏សហគ្រាសចាឥឡូវនេះកម្មវិធីយើងសូមអនុញ្ញាតសម្រាប់មួយផ្លែសិនបន្តិចទៀតយើងនឹងបន្តការពិភាក្សាទៅលើប្រធានបទនៅក្នុងកម្មវិធីនេះចាមានចម្ងល់យោបល់សូមទូរស័ព្ទចូលរួមតាមរយៈលេខ012 999 014និង015 222 102ចាប់ប្រិយមិត្តស្ដាប់ជាទីមេត្រីខណៈនេះគឺម៉ោង 3:44 នាទីមកនៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុស្ត្រីFM 102ប្រិយមិត្តកំពុងស្ដាប់កម្មវិធីអភិវឌ្ឍផ្នែកកំណត់សហគ្រិនដែលប្រធានបទថ្ងៃនេះគឺយើងពិភាក្សាទៅលើរបៀបបដូរពីអាជីវកម្មគ្រួសារទៅជាសហគ្រាសចាដែលវាគ្មិនកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយខណៈនេះគឺលោកគ្រូកែវរស្មីដែលជាអ្នកចាត់ការទូទៅនៃក្រុមហ៊ុន Udaya Technology ចាឥឡូវនេះដោយសារតែមានប្រិយមិត្តរងចាំនេះខ្ញុំសូមអនុញ្ញាតទទួលមួយរូបទៀតសិនខាងប្រព័ន្ធ015ចាជម្រាបសួរលោកមេសុបងចាទូរស័ព្ទពីខាងណាឈ្មោះដែរខ្ញុំខលពីខាងកំពង់ស្ពឺបងកំពង់ស្ពឺចាសូមស្គាល់ឈ្មោះលោកផងចាបាទខ្ញុំឈ្មោះសំអូនបងលោកសំអូនសប្តាហ៍ថ្ងៃប្រកបការងារដែរលោកសំអូននៅរៀនបងនៅរៀនថ្នាក់ទីប្រហែលហើយថ្នាក់ទី12បងថ្នាក់ទី12ហើយណាសំអូនបានស្ដាប់កម្មវិធីពីដើមមកអត់ខ្ញុំទៅមករៀនមិញបើលឺរយបងចាថ្ងៃនេះយើងនិយាយតើតើទៅនឹងរបៀបបដូរអាជីវកម្មគ្រួសារទៅជាសហគ្រាសបងអូនចាប់អារម្មណ៍យ៉ាងម៉េចដែរបាទចាប់អារម្មណ៍តិចតួចដែរបងចាសូមអញ្ជើញណាចាប់អារម្មណ៍យ៉ាងម៉េចចាបាទចាប់អារម្មណ៍ន័យថាឆ្លងការយើងធ្វើអាជីវកម្មធ្វើជាគ្រួសារអញ្ចឹងបងអញ្ចឹងទៅវារីកចម្រើនពេកគាត់ថាដឹងថាយើងមានសមត្ថភាពមានទុនមានលុយអីចឹងបង្កើតជាសហគ្រាសជាក្រុមគ្រួសារហ្នឹងវាកាន់តែប្រសើរឡើងកាន់ថែមទៀតដើម្បីបង្កើននៅជីវភាពយើងកាន់តែប្រសើរបងចាបាទអញ្ចឹងនោះ2បងចាមានសំណួរ2សុំសំណួរមែនទេបាទតារឿងការធ្វើអាជីវកម្មក្នុងលក្ខណៈគ្រួសារនឹងបដូរជាសហគ្រាសហ្នឹងតើមានអង្គការណាមកផ្សព្វផ្សាយឲ្យធ្វើអញ្ចឹងឬក៏យ៉ាងម៉េចបងចាបងអូនចង់សួរមិនដែរការធ្វើចង់សួរថាលក្ខណៈដែលធ្វើអាជីវកម្មមានអង្គការណាទីមកយើងទៅបន្តឲ្យយើងធ្វើជាសហគ្រាសវិញមកយើងមិនថែមមិនចង់ឲ្យយើងធ្វើជាក្រុមគ្រួសារអញ្ចឹងបងចាបាទទី2មួយទី2ខ្ញុំចង់សួរថាបើសិនធ្វើអាជីវកម្មជាលក្ខណៈគ្រួសារជាសហគ្រាសអញ្ចឹងតើរាជរដ្ឋាភិបាលហ្នឹងគ្រប់គ្រងខ្លះទេឬក៏មានអង្គការណាដែលគ្រប់គ្រងយើងជាផ្ដល់លើកទឹកចិត្តអីចឹងបងចាបាទអរគុណសំណួរតែប៉ុណ្្នឹងទេណាបាទអរគុណលំទៅចាអរគុណជំរាបលាសំអូនសំណួរសំអូនទី2ហ្នឹងគឺតើតើទៅនឹងអង្គការឬក៏ខាងរាជរដ្ឋាភិបាលណាជួយគ្រប់គ្រងអត់ដោយសារតែយើងមិនមានវាគ្មិនពីខាងស្ថាប័ននេះប៉ុន្តែខាងរាជរដ្ឋាភិបាលប៉ុន្តែកម្មវិធីយើងគឺមានវាគ្មិនដែលគាត់ជា
អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Udaya Technology នេះខ្ញុំសូមជូនសំណួររបស់សំអូនទៅលោកគ្រូចាកន្លងមកលោកគ្រូមានដឹងព័ត៌មានឬក៏មានអង្គការណាខ្លះដែលគេគ្រប់គ្រងតទៅនឹងការឲ្យកែប្រែលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនដែរឬទេលោកគ្រូចានេះជាសំណួរទី2ហើយសូមជូនសំណួរទី1ទៅលោកគ្រូមុនចាបាទចំពោះការពិតត្មងគឺអត់មានខ្ញុំមិនដឹងថាមានមែនទេតែតាំងពីបទពិសោធន៍ខ្ញុំនេះមកដូចមិនដែលឮថាមានអង្គការណាមួយដែលគាត់មានការងារអភិវឌ្ឍពីគ្រួសារទៅជាសហគ្រាសនោះទេក៏ប៉ុន្តែជាធម្មតាមានអង្គការមួយចំនួនគាត់ជំរុញឲ្យមានអាជីវកម្មខ្នាតតូចតែតាមគ្រួសារចា៎គាត់បណ្ដុះបណ្ដាលអំពីរបៀបគ្រប់គ្រងសាច់ប្រាក់បែបជាលក្ខណៈគ្រួសារគាត់បណ្ដុះបណ្ដាលបច្ចេកទេសគាត់មានការអប់រំពីរបៀបធ្វើការអីនឹងមានបាទហើយសួរថាគេជួយយើងឲ្យទៅជាសហពីគ្រួសារទៅជាសហគ្រាសហ្នឹងដូចជាអត់តន់មានទេពីព្រោះដោយសារតែខ្ញុំអត់ដឹងដែរប៉ុន្តែគាត់ថាប្រហែលជាវាអាចមានឬក៏អត់ប៉ុន្តែខ្ញុំអត់ដែរបានឮទេប៉ុន្តែគាត់ថាមានអង្គការមួយចំនួនគេអាចជួយជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលមានដោយថាមានអាជីវកម្មហើយតែគាត់ថាការពង្រីកដើមទុនឬក៏ដូចជាវិជាស្ថានមីក្រូហិរញ្ញវត្ថុហ្នឹងគឺគាត់អាចជួយបាទគាត់ហ្នឹងមិនមែនជាអង្គការទេប៉ុន្តែគាត់អាចរួមចំណែកក្នុងការធ្វើជាដើមទុនខ្លះសម្រាប់គ្រួសារឲ្យទៅជាមានភាពធូរស្រាលទៅលើការបង្កើតសាច់ប្រាក់បាទពីព្រោះយើងមើលឃើញថាអ្នកខ្លះគាត់បើកអាជីវកម្មហើយខ្វះខាតថវិកានៅក្នុងការបើកអាជីវកម្មអញ្ចឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏ធនាគារហ្នឹងគឺក្នុងការផ្ដល់នៅអនុទានឬក៏ប្រាក់កម្ចីដល់អ្នកដែលមានមុខរបរស្រាប់ឬក៏អ្នកដែលមានមុខរបរហើយខ្វះខាតនៅក្នុងការពង្រីកអាជីវកម្មចាមានខ្លះដែរចាហើយចំពោះសំណួរទី2ដែលសួរថាតើរដ្ឋាភិបាលគ្រប់គ្រងលើកទឹកចិត្តទេបាទខ្ញុំជឿថារដ្ឋាភិបាលប្រទេសណាក៏គេគ្រប់គ្រងដែរចា៎បាទចាក់ស្ដែងនៅស្រុកខ្មែរយើងហ្នឹងបើតាមរបាយការណ៍របស់អង្គការពិភពធនាគារពិភពលោកគេនិយាយថាសេដ្ឋកិច្ចយើងប្រហែលជា 80% គឺការចរន្តសាច់ប្រាក់ហ្នឹងប្រហែលជា 80% ស្ថិតនៅក្នុង small medium enterprise ហ្នឹងបាទអញ្ចឹងគិតថារដ្ឋាភិបាលប្រទេសណាក៏ដោយគឺគេគ្រប់គ្រងអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារក្តីលក្ខណៈមធ្យមក្តីគេគ្រប់គ្រងគេពិតជាគ្រប់គ្រងបាទហើយចំពោះរដ្ឋាភិបាលយើងក៏គ្រប់គ្រងលើកទឹកចិត្តដែរសម្រាប់ការដែលយើងធ្វើអាជីវកម្មបែបសហគ្រាសធំសម្រាប់អភិវឌ្ឍឧទាហរណ៍ដូចជាយើងបង្កើតក្រុមហ៊ុនដែលនាំចូលដែលធ្វើផ្លូវឬក៏កសាងហេដ្ឋារចនាសម្ព័ន្ធធំៗឲ្យបានរដ្ឋាភិបាលអនុគ្រោះពន្ធនាំចូលតាមរយៈCDC អីចឹងយើងមានការគ្រប់គ្រងទាំងអស់ក្នុងពីរដ្ឋាភិបាលប៉ុន្តែគាត់ទៅសហគ្រាសខ្នាតធំមែនទែនបាទរដ្ឋាភិបាលគាត់អាចជួយគ្រប់គ្រងបានបាទចំពោះធនតូចគឺគាត់អាចអនុគ្រោះបានដូចតាមរយៈប្រព័ន្ធពន្ធដារបាទក៏បទូបថយប្រព័ន្ធដារយើងឲ្យយើងអាចទៅជារបបម៉ៅការឬក៏របបម៉ៅការរយៈពេលណាមួយចឹងទៅហើយបានគាត់ឲ្យយើងទៅជារបបពិតអីចឹងបាទហ្នឹងគឺជាការអនុគ្រោះរបស់រដ្ឋាភិបាលនៅក្នុងការលើកស្ទួយវិស័យសហគ្រាសធុនតូចនិងមធ្យមរបស់ស្រុកយើងបាទចាអរគុណលោកគ្រូតាមដែលយើងបានពិភាក្សាលើប្រធានបទនេះរយៈពេល7 1ម៉ោងហើយចាយើងឃើញថាម្ចាស់អាជីវកម្មមួយចំនួនមិនថាតែលក្ខណៈគ្រួសារឬក៏ក្រុមហ៊ុនទេគឺមានការចាត់ចែងឬក៏ការគ្រប់គ្រងផ្សេងគ្នាអ្នកខ្លះការប្រកបនៅរបរអាជីវកម្មលក្ខណៈគ្រួសារនឹងជោគជ័យជាអ្នកដែលបង្កើតក្រុមហ៊ុនឬក៏សហគ្រាសទៀតតែប៉ុន្តែយើងឃើញថាការបង្កើតសហគ្រាសឬក៏ក្រុមហ៊ុនហ្នឹងក៏មានភាពជោគជ័យច្រើននៅក្នុងជាងម្ចាស់អាជីវកម្មលក្ខណៈគ្រួសារអញ្ចឹងយើងមិនអាចថាមួយណាល្អជាងមួយណាទេហើយតាមទស្សនៈលោកគ្រូថាតើយើងចាំបាច់ត្រូវតែយើងចាំបាច់គួរតែផ្លាស់ប្ដូរពីអាជីវកម្មលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនឬក៏យ៉ាងណាដែរលោកគ្រូចាស់ឲ្យមូលហេតុអីបើជាយោបល់ខ្ញុំគឺខ្ញុំដូចជាខ្ញុំបានជម្រាបពីដំបូងមកហ្នឹងថាវាអាស្រ័យទៅលើការចង់បានរបស់ម្ចាស់អាជីវកម្មនឹងផ្ទាល់ទេបើគាត់គិតថាគាត់ចង់ទៅឆ្ងាយគាត់ឲ្យក្រុមហ៊ុននឹងមានប្រាក់ចំណូលច្រើនមានការគ្រប់គ្រងផ្នែកវិនិយោគពីអ្នកវិនិយោគដទៃទៀតមានភាពងាយស្រួលក្នុងការធ្វើការលើផ្លូវច្បាប់បាទពីព្រោះធម្មតាយើងកាត់លក្ខណៈគ្រួសារការនាំចូលគឺយើងអាចនាំចូលបានទេព្រោះរដ្ឋាភិបាលមិនអាចអនុញ្ញាតឲ្យគ្រួសារនឹងនាំចូលទេយើងត្រូវតែមានជាលក្ខណៈក្រុមហ៊ុនស្របច្បាប់អីចឹងបានយើងអាចមានឈ្មោះ
យើងមានបជីស្នាមត្រឹមត្រូវយើងបងពុនអីជូនរដ្ឋចឹងទៅបានយើងអាចធ្វើការងារនឹងបានហើយមួយទៀតលក្ខណៈក្រុមហ៊ុនហ្នឹងដូចគ្នាដែរមកយើងមានចំនួនផលិតផលរវាងផលិតផលមួយនិងផលិតផលរបស់យើងឧទាហរណ៍ថាយើងផលិតទឹកត្រីឬក៏ក្បឿងយ៉ាងចុះតែតែមានក្រុមហ៊ុនមានអ្នកផ្សេងទៀតគេមកផលិតគេខ្លាយម៉ាក់ឬក៏គុណភាពរបស់យើងបើសិនជាយើងជាលក្ខណៈគ្រួសារការប្តឹងផ្ដាល់ហ្នឹងវាលក្ខណៈគ្រាន់តែជានីតិវិធីបុគ្គលទេចា៎ប៉ុន្តែបើសិនជាយើងទៅលក្ខណៈក្រុមហ៊ុនគឺយើងមានក្រសួងពាណិជ្ជកម្មក្រសួងដែលពាក់ព័ន្ធហ្នឹងគេនឹងជួយឧស្សាហកម្មគេនឹងជួយការពារផលិតផលយើងដែរដែលអាហ្នឹងគឺវាមានភាពងាយស្រួលច្រើននៅក្នុងលក្ខណៈផ្លូវច្បាប់ក្នុងការដោះស្រាយបាទចាសូមអរគុណលោកគ្រូចាហើយពេលវេលាកម្មវិធីយើងក៏ខិតមកដល់ទីបញ្ចប់ដែរហើយនេះខ្ញុំសូមជម្រាបជូនដល់ប្រិយមិត្តអ្នកស្ដាប់តេតឹងទៅនឹងព័ត៌មានពីខាងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនដែលហៅកាត់ថា CJCC ជូនដល់ប្រិយមិត្តអ្នកស្ដាប់បន្តិចថាខាងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនដែលហៅកាត់ថា CJCC គឺមានសេវាកម្មផ្នែកបណ្ដុំបណ្ដាលពីធំនៅក្នុងនោះគឺមានផ្នែកបណ្ដុំបណ្ដាលអាជីវកម្មគឺសម្រាប់ម្ចាស់អាជីវកម្មចាស់ដែលមានបំណងនៅក្នុងការដែលចង់បានបទពិសោធន៍ថ្មីឬក៏មានបញ្ហាផ្នែកអាជីវកម្មគឺអាចចូលរួមវគ្គបណ្ដុំបណ្ដាលនៅខាង CJCC បានហើយមួយវិញទៀតយើងក៏មានវគ្គបណ្ដុំបណ្ដាលតេតឹងទៅនឹងភាសាជប៉ុនគឺសម្រាប់សិស្សនិស្សិតហើយនិងម្ចាស់អាជីវកម្មផងដែរចាហើយយើងមានកម្មវិធីផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជានិងជប៉ុនហើយថ្ងៃស្អែកកម្មវិធីយើងក៏មានវាគ្មិនពីមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនដែលហៅថា CJCC លោកនឹងចូលរួមនៅក្នុងកម្មវិធីនេះដើម្បីឲ្យផ្សព្វផ្សាយតេតឹងទៅនឹងវគ្គបណ្ដុំបណ្ដាលមួយចំនួនផ្នែកអាជីវកម្មដើម្បីឲ្យប្រិយមិត្តស្ដាប់បានជ្រាបចាហើយឥឡូវនេះខ្ញុំសូមជូនសំណួរទៅលោកគ្រូមួយសំណួរទៀតតេតឹងទៅនឹងការដែលកែប្រែមុខរបរចាពីលក្ខណៈគ្រួសារទៅជាអាជីវកម្មតើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យការកែប្រែអាជីវកម្មលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនឬក៏សហគ្រាសហ្នឹងឲ្យបានដំណើរការល្អប្រសើរនោះលោកគ្រូចាបាទការកែប្រែហ្នឹងដើម្បីទទួលបានភាពជោគជ័យល្អប្រសើរដោយការគិតហ្នឹងវាទីមួយគឺទាំងអស់គ្នាត្រូវតែយល់ដូចខ្ញុំជម្រាបពីមុនហ្នឹងគេថាត្រូវតែបញ្យល់គាត់ឲ្យយល់នៅពេលដែលទាំងអស់គ្នាយល់គោលដៅរួមថាយើងគួរតែផ្លាស់ប្ដូរហើយយើងនឹងធ្វើការផ្លាស់ប្ដូរហើយពីពេលណាដល់ពេលណាហើយយើងចាប់ផ្ដើមនៅថ្ងៃណាហើយដោយរបៀបម៉េចតើសមាជិកទាំងអស់នៅក្នុងក្រុមគ្រួសារដែលពាក់ព័ន្ធហ្នឹងគឺគាត់ឯកភាពគ្នាហើយគាត់មានចក្ខុវិស័យរួមតែមួយបាទអញ្ចឹងនៅពេលហ្នឹងគឺយើងចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរអញ្ចឹងនៅក្នុងដំណើរការនៃការផ្លាស់ប្ដូរហ្នឹងគឺយើងនឹងដូចនឹងនេះបើសិនជាយើងក្នុងគ្រួសារហ្នឹងគាត់មានធនធានស្រាប់បើគាត់មានធនធានមនុស្សស្រាប់គាត់អាចចេះទៅសេឬក៏បង្កើតផែនការអាជីវកម្មដោយខ្លួនឯងអីចឹងទៅគឺគាត់អាចចាប់ផ្ដើមទៅបន្តមកទៀតបើសិនជាក្នុងករណីដែលគាត់អត់ទេគឺយើងអាចជួលស្ថាប័នជំនាញដូចជាផ្នែកពិគ្រោះយោបល់ផ្នែកអាជីវកម្មអីចឹងទៅបាទមានក្រុមហ៊ុនច្រើនដែលគាត់ធ្វើការផ្នែកហ្នឹងឬក៏មិត្តភ័ក្តិគាត់ឬក៏បងប្អូនគាត់ដែលគាត់ចេះទៅសេផែនការអាជីវកម្មហ្នឹងត្រឹមត្រូវទៅគឺយើងហៅគាត់មកពិភាក្សាគ្នាទៅនៅពេលដែលយើងពិភាក្សាហ្នឹងហើយយើងនឹងចាប់ផ្ដើមធ្វើការអនុវត្តគម្រោងហ្នឹងបន្តមកទៀតយើងអនុវត្តហើយយើងនឹងធ្វើការតាមដានថាតើពេលដែលយើងគិតអញ្ចឹងហើយយើងអនុវត្តអញ្ចឹងទៅយើងតាមដានមើលតើវាដូចជាយើងចង់បានទេហើយបើសិននៅក្នុងករណីដែលมันមានអីដែលខុសប្រក្រតីទេគឺយើងអនុវត្តវាឲ្យល្អទៅប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំទៅប៉ុន្តែក្នុងករណីដែលមានបញ្ហាអីគឺយើងចាប់ផ្ដើមគិតវាឡើងវិញទៀតហើយយើងសាកល្បងគំនិតថ្មីយើងអនុវត្តគំនិតថ្មីតោះមកយើងចាប់ដើមតាមមើលតើគំនិតថ្មីរបស់យើងនឹងល្អអត់យើងតាមដានទៀតអញ្ចឹងនៅក្នុងបច្ចេកទេសហ្នឹងគេឲ្យឈ្មោះថា PDCA ហ្នឹងមានន័យថា Plan Do Check Action មានន័យយើងធ្វើហើយធ្វើទៀតយើងធ្វើឲ្យវាកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃបាទនឹងគឺជា model ដែលគេតែងតែប្រើសម្រាប់ធ្វើអភិវឌ្ឍអាជីវកម្មបានពីព្រោះមានន័យថាមិនមែនយើងផ្លាស់ប្ដូរពីគ្រួសារទៅអាជីវកម្មហើយទៅជាក្រុមហ៊ុនហើយវានៅអញ្ចឹងរហូតទេពីព្រោះបរិយាកាសសង្គមបរិយាកាសបច្ចេកវិទ្យាបរិយាកាសចំណេះដឹងបទពិសោធន៍នឹងធ្វើឲ្យអាជីវកម្មមួយហ្នឹងត្រូវតែផ្លាស់ប្ដូរទៅមុខទៀតដោយមិនអាច
ដែលมันអាចនៅទៅដដែលបានទេចាអរគុណហើយកណាសង្គមមានការវិវត្តអញ្ចឹងការគិតរបស់មនុស្សក៏ទៅតាមនឹងដែរបាទពិតណាស់បាទដោយពីមុនយើងឧទាហរណ៍ឃើញស្ដាយអត់ទាន់មាន Facebook មនុស្សទាំងអស់គ្នាអត់បានធ្វើអាជីវកម្មលើទូរស័ព្ទដៃឬក៏អីទេប៉ុន្តែនៅពេលដែលមាន Facebook កើតមកនោះគឺយើងឃើញមានអាជីវកម្មច្រើនណាស់ដែលរាប់ពាន់អាជីវកម្មតែកើតពីក្រោយ Facebook ទៀតអញ្ចឹងអាជីវកម្មទាំងអស់នោះជួនកាលវាអាចប៉ះពាល់យើងនៅថ្ងៃហ្នឹងឬថ្ងៃស្អែកព្រោះហ្នឹងវាជាកត្តាមួយដែលជាមិនរួចបាទចាអរគុណលោកគ្រូហើយជាចុងក្រោយលោកគ្រូមានពាក្យពេចន៍អីទៅកាន់ប្រិយមិត្តស្ដាប់ជាពិសេសម្ចាស់អាជីវកម្មទេលោកគ្រូចាសូមជើញ1នាទីចាបាទចំពោះយោបល់ខ្ញុំគិតថាម្ចាស់អាជីវកម្មគួរតែត្រៀមខ្លួនជួយទៅតិចច្រើនឬក៏ពេលហ្នឹងឬក៏ថ្ងៃក្រោយឬក៏ថ្ងៃណាគួរតែចាប់ផ្ដើមគិតទោះបីយើងជាលក្ខណៈគ្រួសារក៏នៅចោះមិនតែយើងចាប់ផ្ដើមអនុវត្តការងារឬក៏គោលការណ៍ដូចជាក្រុមហ៊ុនបានមិនមានន័យថាឲ្យទៅជាលក្ខណៈគ្រួសារហ្នឹងដឹងថាបរាជ័យដឹងថាមិនទៅមុខទេមិនមែនទេកាលណាតែយើងចង់ឲ្យវាជោគជ័យនៅតែជោគជ័យព្រោះយើងបង្កើតច្បាប់ទម្លាប់ក្នុងគ្រួសារយើងឲ្យត្រឹមត្រូវហើយយើងនាំអ្នកអនុវត្តវាដែលយកចិត្តទុកដាក់ទៅហើយយើងនឹងអាចបានជាគ្រួសារមួយដែលជោគជ័យដែរបាទអញ្ចឹងមិនមែនមានន័យថានេះទេក៏ប៉ុន្តែការដែលយើងបដោះបដូរពីគ្រួសារទៅជាក្រុមហ៊ុនសហគ្រាសហ្នឹងគឺវាមានអត្ថប្រយោជន៍ច្រើនទាំងការអនុវត្តគម្រោងផែនការអាជីវកម្មទាំងការពង្រីកទាំងការធ្វើឲ្យមាននិរន្តរភាពនៅក្នុងការធ្វើអាជីវកម្មអានេះអ្វីដែលខ្ញុំយល់ឃើញថាយើងគួរតែផ្លាស់ប្ដូរនោះគឺនិរន្តរភាពបាទពីព្រោះម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែសុបិនចង់ឲ្យអាជីវកម្មនោះទៅឆ្ងាយរហូតដល់កូនដល់ចៅអីចឹងបើសិនតែចង់ឲ្យទៅឆ្ងាយការផ្ទេរចំណេះដឹងការផ្ទេរតើធ្វើបានតាមរបៀបបច្ចេកទេសរបស់គេចា៎ចឹងអ្វីនេះដែលខ្ញុំអាចមានយោបល់ទៅចុងក្រោយសូមអរគុណចា៎សូមអរគុណលោកគ្រូជាថ្មីម្ដងទៀតដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីអភិវឌ្ឍផ្នែកគំនិតសហគ្រិនក្នុងការចែកម្លែកបទពិសោធន៍ចំណេះដឹងចា៎នៅក្នុងកម្មវិធីនេះហើយសូមជូនពរលោកគ្រូសុខភាពល្អហើយជោគជ័យនៅក្នុងការងារហើយសង្ឃឹមលោកគ្រូចូលរួមឱកាសក្រោយទៀតចា៎អរគុណចា៎អរគុណលោកគ្រូចា៎នេះកញ្ញាលោកស្រីប្រិយមិត្តស្ដាប់ជាទីមេត្រីហើយនេះខ្ញុំក៏សូមអរគុណនេះកញ្ញាលោកស្រីដែលតែងតែគាំទ្រស្ដាប់រកកម្មវិធីផ្សាយរបស់វិទ្យុស្ត្រី FM 102នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាហើយសូមបញ្ជាក់ថាបើសិនជាលោកអ្នកមានបញ្ហាផ្នែកការធ្វើអាជីវកម្មចាគឺអាចតាក់ទងទៅ CJCC ដែលមានទីតាំងស្ថិតនៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺចាត់វិជាស្ថានភាសាបរទេស IFL ឬក៏ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈលេខទូរស័ព្ទ023 880 514បានរៀងរាល់ម៉ោងធ្វើការចាហើយចំពោះព័ត៌មានពីវិទ្យាស្ថានសិក្សាដើម្បីជោគជ័យវិញលោកអ្នកអាចតាក់ទងបាននៅមានទីតាំងស្ថិតនៅខាងត្បូងជាប់នឹងរបងវិទ្យាល័យបាតុកហើយលេខទូរស័ព្ទដើម្បីសាកសួរព័ត៌មានបន្ថែម016 500 990ឬក៏010 910 777ហើយថ្ងៃស្អែកកម្មវិធីយើងនឹងវិលមកជួបប្រិយមិត្តស្ដាប់តាមពេលនឹងម៉ោងដដែលគឺចាប់ពីម៉ោង 3:10 នាទីរហូតដល់ម៉ោង 4 រសៀលនេះខ្ញុំចានីគឺសំខាន់តែភ័យតរកកំហុសឆ្គងในការឡើងដើរចេតនាបើសិនជាការសម្របសម្រួលកម្មវិធីប្រើប្រាស់ពាក្យពេចន៍លើលួឬក៏ខ្វះខាតហើយរងចាំមតិកែលម្អធ្វើយ៉ាងណាឲ្យបានល្អប្រសើរជាងនេះហើយចំណុចណាដែលល្អៗដែលយើងជជែកលើពិភាក្សាលើប្រធានបទនីមួយៗនៅក្នុងកម្មវិធីនេះហើយសង្ឃឹមថាប្រិយមិត្តស្ដាប់យកទៅពិភាក្សាកិច្ចពិចារណាបន្ថែមទៀតហើយបើសិនជាចំណុចណាដែលគិតថាមិនសមរម្យឬក៏មានការខ្វះខាតច្រើនគឺអាចបោះបង់ចោលហើយចាប់យកអ្វីដែលល្អឬក៏គំនិតណាដែលល្អៗចាដើម្បីឲ្យមានការគិតត្រូវហើយយើងអនុវត្តទៅត្រូវទៀតចាហើយសូមជូនពរប្រិយមិត្តស្ដាប់ទាំងអស់ទទួលបាននូវសុខភាពល្អសំណាងល្អនិងជោគជ័យគ្រប់ភារកិច្ចខណៈនេះនឹងខ្ញុំចានីហើយនៅលោកគ្រូកែវរស្មីចាលោកដែលជាវាគ្មិននៅក្នុងបន្ទប់ផ្សាយខណៈនេះសូមអនុញ្ញាតអរគុណនិងសូមជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតចា